ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីមេត្រីនៅក្នុងរាត្រីនេះខ្ញុំនឹងនាំមកនៅរឿងថ្មីមួយទៀតសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តហើយរឿងនេះដែរប្រហែលជាពុកម៉ែបងប្អូនធ្លាប់ឮកន្លងមកដែលចាស់គាត់តែនិយាយថាអសរិកាយាមព្រះវិហារឥឡូវកុំឲ្យវែងឆ្ងាយតោះយើងចូលទៅស្ដាប់ទាំងអស់គ្នាជារៀងរាល់ថ្ងៃលោកយាយផាគឺជាដូនជីដែលនៅក្នុងវត្តជាមួយនឹងលោកយាយសុកក៏គាត់ជាដូនជីនៅក្នុងវត្តម្នាក់ដែរជារៀងរាល់យប់ទីភ្លឺលោកយាយផានិងលោកយាយសុកគាត់តែងតែឡើងដាំបាយដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃជារៀងរាល់ថ្ងៃហើយនៅក្នុងវត្តនោះព្រះវិហារកសាងហើយបាន 90% ទៅហើយនៅក្នុងរាត្រីនោះលោកយាយផានិងលោកយាយសុកគាត់បានឡើងដាំបាយប្រគេនចង្ហាន់ដូចរាល់ដងដល់ព្រះសង្ឃរាល់ថ្ងៃគាត់អត់សូវចាប់អារម្មណ៍ឬក៏សម្លឹងទៅមើលព្រះវិហារឬក៏កន្លែងណាផ្សេងទេគឺគាត់ឡើងពីសម្រានគឺគាត់ចូលទៅកន្លែងដាំបាយរបស់គាត់នឹងធ្វើម្ហូបជាធម្មតានៅក្នុងរាត្រីមួយលោកយាយផានិងលោកយាយសុកក៏គាត់ឡើងដាំបាយដូចធម្មតាតែថ្ងៃនេះគាត់មានអារម្មណ៍ថាអត់សូវស្រួលគាត់ឡើងដាំបាយគឺអង្គខ្នងគាត់ចេះតែស្រាវព្រឺដូចមានអ្វីនៅក្រៅខ្នងរបស់គាត់ពេលគាត់ឡើងដាំបាយទៅវាអត់មានអីខុសពីធម្មតាទេគាត់តែគាត់មានអារម្មណ៍របស់គាត់ថាមានអ្វីនៅពីក្រោយខ្នងគាត់ហើយកំពុងតែមើលគាត់នៅពេលនោះលោកយាយផាក៏បានសួរលោកយាយសុកថាយាយសុកថ្ងៃនេះដូចមានអារម្មណ៍ថាព្រឺខ្លួនហើយខាងនោះមានអារម្មណ៍ថាព្រឺខ្លួនអត់ពេលនោះលោកយាយសុកឆ្លើយថាថ្ងៃហ្នឹងដូចមានអារម្មណ៍ថាប្លែកហើយវារៀងដូចស្រីវព្រឺមិនចឹងនេះនៅពេលនោះលោកយាយផាថាមានអារម្មណ៍ដូចគ្នាថ្ងៃនេះមានអារម្មណ៍ប្លែកហើយត្រជាក់មានអារម្មណ៍ថាព្រឺហើយស្រីវបន្ទាប់មកលោកយាយផានិងលោកយាយសុកក៏គាត់ដាំបាយដោយរដងជារៀងធម្មតាតែគាត់មិនបានឃើញអ្វីនោះទេថ្ងៃបន្ទាប់លោកយាយផានិងលោកយាយសុកគាត់ឡើងដាំបាយដូចធម្មតាប៉ុន្តែថ្ងៃនេះហើយគឺជាថ្ងៃដែលគាត់មើលឃើញអ្វីខុសពីធម្មតាគឺឃើញស្រមោលខ្មៅហើយធំនៅឈរក្បែរព្រះវិហារហើយអ្នកដែលមើលឃើញនោះគឺលោកយាយផានៅពេលដែលលោកយាយផាមើលឃើញហើយក៏គាត់មិនបានប្រាប់លោកយាយសុកនោះដែរគឺគាត់នៅដាំបាយដូចធម្មតាប៉ុន្តែភ្នែករបស់គាត់ចេះតែសម្លឹងទៅមើលស្រមោលនោះហើយស្រមោលនោះវាក៏បានសម្លឹងមកគាត់ដែរនៅពេលនោះហើយលោកយាយផាគឺគាត់មានអារម្មណ៍ថាកាន់តែខ្លាចហើយញ័រពេញខ្លួនអស់តែរឿងនេះគាត់មិនបានប្រាប់លោកយាយសុកនោះទេគាត់ប្រហែលគិតថារូបភាពទាំងនេះគាត់ស្រមើស្រមៃនោះទេមិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមភ្លឺហើយស្រមោលនោះក៏រលាយបាត់សូន្យទៅនៅពេលភ្លឺហើយលោកយាយផាក៏បាននិយាយទៅប្រាប់លោកយាយសុកថាយប់មិញគាត់បានឃើញស្រមោលដ៏ធំមួយនៅឈរក្បែរព្រះវិហារនៅពេលនោះហើយលោកយាយសុកក៏បានថាសង្ស័យសម័យនិយាយកាលពីម្សិលមិញទេបានថ្ងៃនេះសម្លឹងមើលឃើញអីប្លែកគ្មានអីប្លែកទេនៅវត្តនេះយើងនៅយូរហើយវាដែលឃើញអីផងហ្នឹងពេលនោះលោកយាយផាក៏បានថាប្រហែលហើយព្រោះអីម្សិលមិញមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងហើយនឹងត្រជាក់ប្រហែលជាសម័យហើយមើលទៅ
លោកយាយសុកក៏បានប្រាប់លោកយាយផាថាកុំគិតច្រើនពេកវាគ្មានអីទេព្រោះអីវត្តនេះយើងនៅយូរហើយអត់ដែលឃើញអីផងហ្នឹងនៅថ្ងៃបន្ទាប់លោកយាយសុកនិងលោកយាយផាក៏បានឡើងដាំបាយដូចរាល់ដងប៉ុន្តែថ្ងៃនេះលោកយាយផាគាត់មិនបានឡើងដាំបាយនោះទេព្រោះអីគាត់មិនសូវស្រួលខ្លួនគាត់ក៏ប្រាប់លោកយាយសុកថាថ្ងៃនេះឯងមិនបានឡើងដាំបាយនោះទេយាយឯងឡើងដាំបាយម្នាក់ឯងបានអត់ពេលនោះលោកយាយសុកក៏ឆ្លើយថាបើអត់ស្រួលខ្លួនដេកសិនទៅទុកបាយខ្ញុំអ្នកដាំដល់ពេលនោះលោកយាយសុកក៏បានឡើងដាំបាយពេលគាត់ទៅយកឆ្នាំងដាំបាយអ្វីដែលគាត់មិនបានឃើញពីម្សិលនោះក៏បានលេចឡើងសាជាថ្មីគាត់បានសម្លឹងទៅមើលព្រះវិហារពេលនោះគាត់ក៏បានឃើញអ្វីដែលចម្លែកហើយស្រមោលនោះវាធំហើយខ្ពស់ជាងព្រះវិហារទៅទៀតគាត់ចេះតែសម្លឹងទៅអ្វីដែលចម្លែកធំទៅខ្ពស់ទៅធំទៅខ្ពស់ទៅគាត់ក៏បានពិនិត្យមើលលើក៏បានឃើញភ្នែករបស់វាធំហើយក្រហមឆ្អិនឆ្អៅហើយភ្នែកទាំងគូរបស់វាក៏សម្លឹងមកលោកយាយសុកយ៉ាងមានកំហឹងនៅពេលនោះលោកយាយសុកក៏គាត់បានស្រែកហៅលោកយាយផាថាយាយផាអាសាជាឯងឃើញម្សិលមិញឥឡូវវាចេញមកទៀតហើយនៅពេលនោះលោកយាយផាក៏គាត់ក្រោកឡើងស្វ័យស្វាចាប់យកអីក៏មិនត្រូវដែរដើម្បីមកមើលពេលគាត់មកមើលហើយនោះគឺអសុរកាយប៉ុន្តែគាត់មិនបាននិយាយប្រាប់លោកយាយសុកនោះទេគាត់ក៏បានហៅលោកយាយសុកឲ្យចូលក្នុងរូងដែលគាត់ដេកនោះវិញហើយគាត់ភ័យខ្លាចញ័រអស់ជើងដៃទាំងពីរនាក់ហើយអសុរកាយនោះក៏បានដើរជុំវិញព្រះវិហារវាដូចជារកចំណីឬក៏រកអ្វីស៊ីជើងរបស់វាមួយខាងនៅខ្លោងទ្វារខាងឆ្វេងមួយខាងទៀតនៅខ្លោងទ្វារខាងស្ដាំហើយភ្នែករបស់វាក៏បានសម្លឹងមកលោកយាយផានិងលោកយាយសុកនៅពេលនោះលោកយាយសុកនិងលោកយាយផាគាត់ភ័យខ្លាចយ៉ាងខ្លាំងគាត់បានស្រែកយ៉ាងខ្លាំងនៅពេលនោះហើយព្រះសង្ឃដែលកំពុងតែសឹងក៏បានភ្ញាក់ឡើងព្រះសង្ឃដែលភ្ញាក់ឡើងក៏បានរត់មកកន្លែងលោកយាយសុកនិងលោកយាយផាព្រះសង្ឃបានសម្លឹងទៅមើលលោកយាយសុកនិងលោកយាយផាហើយលោកយាយសុកនិងលោកយាយផាស្រែកថាអសុរកាយធំណាស់អសុរកាយធំណាស់ពេលនោះព្រះសង្ឃបានសម្លឹងទៅមើលព្រះវិហារក៏បានឃើញអសុរកាយនោះពិតមែនប៉ុន្តែព្រះសង្ឃគាត់មិនបានភ័យខ្លាចនោះទេគាត់បានសូត្របាលីដើម្បីដេញនិងបង្ក្រាបអសុរកាយនោះព្រះសង្ឃក៏បានសូត្រហើយមិនបានប៉ុន្មានអសុរកាយនោះវាបានរលាយទៅបន្តិចម្ដងពេលរលាយទៅអស់ហើយព្រះសង្ឃក៏បាននិយាយទៅលោកយាយផាថាវាមិនអីទេអសុរកាយនេះគឺវាមកយាមព្រះវិហារតែប៉ុណ្ណោះវាមិនបានធ្វើអីយើងនោះទេព្រោះអីនៅក្នុងវត្តនីមួយៗគឺតែមានអ្វីប្លែកៗដែលយើងនឹកស្មានមិនដល់អញ្ចឹងហើយកុំភ័យអីបើយើងមិនធ្វើអីវាក៏មិនធ្វើអីយើងនោះដែរនៅពេលនោះមេឃក៏ចិត្តភ្លើងនោះដែរហើយលោកយាយផានិងលោកយាយសុកក៏គាត់ឡើងដាំបាយដូចធម្មតានោះទៅ
ហើយមិនបានឃើញអ្វីនោះទេបន្ទាប់ពីវារលាយទៅបាត់នៅពេលព្រឹកឡើងព្រះសង្ឃដែលបានឃើញក៏បាននិយាយទៅប្រាប់លោកយាយផានិងលោកយាយសុកថាកុំខ្លាចអីវាអត់ធ្វើអីយើងនោះទេជួនកាលវាចេញមកឲ្យយើងឃើញជួនកាលវាមិនបង្ហាញខ្លួនឲ្យយើងឃើញនោះទេហើយរឿងនេះវាកើតឡើងញឹកញាប់ខ្លាំងណាស់នៅក្នុងទីវត្តអារាមនោះគ្រាន់តែយើងមិនសូវចាប់អារម្មណ៍នៅពេលនោះហើយលោកយាយផានិងលោកយាយសុកក៏គាត់បានដឹងរឿងរ៉ាវនោះដែលព្រះសង្ឃនិយាយប្រាប់ហើយរឿងរ៉ាវទាំងអស់នេះលោកយាយផានិងលោកយាយសុកក៏គាត់បានប្រាប់អ្នកភូមិនៅជិតទីវត្តអារាមនោះថាមានអសុរកាយយាមព្រះវិហារឬក៏វត្តនោះហើយអ្នកភូមិនោះក៏បាននិយាយតគ្នាថាហើយអសុរកាយនេះវានៅចាំវត្តមិនថាវត្តណាឬក៏វត្តណានោះទេវាតែងតែមានហើយរឿងអសុរកាយនេះក៏បានលើទៅដល់ភូមិឆ្ងាយគ្នារហូតដល់សព្វថ្ងៃហើយរឿងនេះក៏ចាប់ត្រឹមនេះឯង